ចាថ្ងៃនេះគឺហាបងប្អូនមកអត់តែថៃស្លលេខចាបងប្អូនចាតែមិនមកសម្រាប់អីណាបងប្អូនមកមើលគេដេញថ្លៃបងប្អូនចង់ដឹងថាគេដេញថ្លៃអីគេអត់បងប្អូនមកមួយខ្ញុំទាំងអស់គ្នាបងប្អូនចាខ្ញុំអត់ដែរសោះលើកទី1នៅអូស្ត្រាលីដែលខ្ញុំមកមើលគេ option ណាចាបងប្អូនដឹងហើយចាដឹង option អីនៅអូស្ត្រាលីច្បាស់ជាដឹងហើយតែមុននឹងចូលទៅនឹងយើងត្រូវចុះឈ្មោះចាចុះឈ្មោះសិនបងប្អូនទៅចុះឈ្មោះនៅនឹងបងប្អូនមើលគេឲ្យកក់លុយទៀតចា$2000ហើយយកលេខទៀតចាបងប្អូនមុនមិនមែនបានលេខ18ទេតែខ្ញុំទាយកលេខ18ហើយនៅតែថាយកលេខសំណាងនៅតែមិនអើយសំណាងមិនសំណាងនៅលើប៉ុនយើងឯងបងប្អូនមែនទេចាហ្នឹងឥឡូវទៅតាមដានទាំងអស់គ្នាជាបន្តទៀតចាខ្ញុំមកជាមួយក្មេងស្រីតូចនេះបងប្អូនហើយចានេះឆ្លាតណាស់ក្មេងស្រីមួយនេះគឺថាគាត់នឹងឯងអ្នកមក option ចាមែនខ្ញុំគ្រាន់តែកំដរឲ្យបងប្អូនចានេះ option ផ្ទះមួយនេះបងប្អូនចាផ្ទះនេះគេដាក់នៅក្នុងក្នុងដែលគេផ្សព្វផ្សាយហ្នឹងណាក្នុង website គេហ្នឹងគឺតម្លៃចា480000ទៅ51000បងប្អូនមើលឥឡូវឡើងប្រហែលនេះឡើង545,000ហើយចាឡើងរហូតបងប្អូនមើលតាមអត់តាន់ចាបងប្អូននិយាយទៅគ្នាមកដេញថ្លៃហ្នឹងគឺថាអត់បានតែម្ដងពួកអីគេថាបាច់ជិកគ្នាវាមិនដល់ប៉ុណ្ណឹងណាចាបងប្អូនតែយើងចូលរួមឲ្យមានបទពិសោធន៍បងប្អូនចាមើលតើផ្ទះនឹងឡើងដល់ប្រមាណបងប្អូនចង់ដឹងមើលតើឡើងដល់ប្រមាណអូយសាហាវមែនបងប្អូនខ្ញុំមិនដែរមកមែន option ផ្ទះហ្នឹងគឺថាលើកទី1ហើយនេះដោយសារក្មេងស្រីឆ្លាតមួយនេះចានាំខ្ញុំមកបងប្អូនចាំមើលឡើងដល់ប៉ុន្មានផ្ទះនេះគឺថា610,000បងប្អូន$610,000គឺថាពុះបើចេញឲ្យមកវិញអត់បានទេចាអត់បានទេបងប្អូននៅត្រឡប់ចេញមកវិញហើយគឺថាហួសកម្រិតយើងហួសបាច់ចេញរបស់យើងចាអញ្ចឹងគឺថាស្រី2នាក់នោះក៏គាត់ចង់បានដែរចា2នាក់នោះគាត់ពេលដែលតែមើលគាត់ឆែកមែនតើតែអត់បាត់ដូចគ្នា